ដំមានជាបន្តចារដ្ឋលេខាធិការក្រសួងកសិកម្មបានផ្ដាំផ្ញើទៅដល់សាស្ត្រាចារ្យនៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបន្ថែមទៀតទាំងចំណេះដឹងថ្មីនិងព័ត៌មានវិទ្យានិងភាសាបរទេសដែលព័ត៌មានលម្អិតនោះលោកហៀងថាច់នឹងធ្វើការជម្រាបជូនឯកឧត្តមច័ន្ទសវុតរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានធ្វើការប្រាំផ្ញើដល់លោកគ្រូអ្នកគ្រូទាំងអស់សូមបន្តដើរតួជាបុគ្គលនាំមុខជាមគ្គុទ្ទេសក៍ជាអ្នកស្រាវជ្រាវជាទីប្រឹក្សានិងជាអ្នកច្នៃប្រឌិតព្រមទាំងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពតខ្លួនជាប្រចាំទាំងចំណេះដឹងទាំងវិធីសាស្ត្របង្រៀនរួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងភាសាបរទេសដើម្បីយកចំណេះដឹងថ្មីៗមកបង្ហាត់បង្រៀនដល់និស្សិតឲ្យមានចំណេះដឹងទូលាយនិងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកលនិងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគតការប្រាំផ្ញើខាងលើនេះគឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមច័ន្ទសវុតបានអញ្ជើញជាអធិបតីភាពក្នុងពិធីការពារសារណាបត្របញ្ចប់ការសិក្សារបស់និស្សិតផ្នែកអាហារូបករណ៍ចំនួនទី19និងផ្នែកបណ្ដុះបណ្ដាលបន្តចំនួនទី22នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមនាថ្ងៃទី27ខែមីនាឆ្នាំ2025ឯកឧត្តមច័ន្ទសវុតរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍បន្តទៀតថាវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមត្រូវបន្តជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិឲ្យបានកាន់តែរឹងមាំលើការអភិវឌ្ឍកម្មវិធីសិក្សាការផ្លាស់ប្ដូរបច្ចេកវិទ្យាផ្លាស់ប្ដូរសាស្ត្រាចារ្យនិស្សិតជាមួយដៃគូសាកលវិទ្យាល័យការស្រាវជ្រាវនិងការរកដៃគូអភិវឌ្ឍរួមគ្នាហើយចំពោះនិស្សិតទាំងអស់ត្រូវគោរពឲ្យបាននូវបទបញ្ជាផ្ទៃក្នុងរបស់វិទ្យាស្ថានជាតិកសិកម្មកំពង់ចាមជាឆ្ងាយពីអំពើអបាយមុខទាំងឡាយត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រស្រាវជ្រាវបន្ថែមទៀតហើយបញ្ចេញឲ្យអស់ពីសមត្ថភាពដើម្បីឡើងការពារសារណាបត្របញ្ចប់ការសិក្សាឲ្យទទួលបានជោគជ័យនៅពេលនេះឆ្លៀតនៅក្នុងការនេះដែរឯកឧត្តមហែមវីរៈនាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមមានប្រសាសន៍បញ្ជាក់ថាចំពោះនិស្សិតដែលត្រូវការពារសារណាបត្របញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនៅពេលនេះសរុប114នាក់ស្រី34នាក់ក្នុងនោះផ្នែកអាហារូបករណ៍ចំនួនទី19ចំនួន39នាក់និងផ្នែកបណ្ដុះបណ្ដាលបន្តចំនួនទី22ចំនួន75នាក់ទៅលើជំនាញសេដ្ឋសាស្ត្រជំនាញវិទ្យាសាស្ត្រជំនាញជលផលជំនាញសេដ្ឋកិច្ចកសិកម្មលោកនាយកវិទ្យាស្ថានមានប្រសាសន៍បញ្ជាក់ទៀតថាចំនួននិស្សិតបានបញ្ចប់ការសិក្សាចាប់តាំងពីឆ្នាំ1995ដល់ឆ្នាំ2024នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមមាននិស្សិតបញ្ចប់ការសិក្សាសរុបជិត3000នាក់ហើយនិស្សិតបានចូលទៅបម្រើការងារនៅតាមបណ្ដាក្រសួងស្ថាប័ននានារួមទាំងវិស័យឯកជនផងដែរជាក់ស្ដែងនៅក្នុងឆ្នាំ2024កន្លងទៅថ្មីនេះនិស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមបានប្រឡងជាប់ជាមន្ត្រីបច្ចេកទេសកសិកម្មឃុំចំនួន47នាក់ស្រី15នាក់ផងដែរប្រិមត្តជាទី